ថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដោយអ្នកជំងឺក៏តែងតែសួរខ្ញុំថាអ្នកអាចមានកូនបានទេបើសិនបើមានគីឈាមរដូវនៅក្នុងដៃស្បូនជាការប៉ះមនុស្សយើងអាចថាមានរឿងបញ្ហាអីទៅគាត់បារម្ភហ្នឹងអញ្ចឹងដើម្បីស្រាយចម្ងល់ហ្នឹងខ្ញុំក៏សុខចិត្តធ្វើប្រធានបទហ្នឹងដើម្បីចែកលេខចំណេះដឹងដែលតេតងជាមួយសុខភាពស្ត្រីហ្នឹងណាអញ្ចឹងដោយស្ត្រីជាច្រើនគាត់មានការភ័យខ្លាចពេលឮថាខ្លួនឯងមានគីឈាមរដូវសំណួរតែមួយដូចគ្នាគឺតើខ្ញុំអាចមានកូនបានដែរឬទេចម្លើយគឺបានអ្នកអាចមានកូនបានប៉ុន្តែត្រូវការជួយបន្តិចបន្តួចពីគ្រូពេទ្យតោះមកមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបញ្យល់អ្នកអំពីគីឈាមរដូវផលប៉ះពាល់ដល់ការមានកូននិងអ្វីដែលអ្នកអាចធ្វើបានណាតើអ្វីទៅជាគីឈាមរដូវគីឈាមរដូវគឺជាគីទឹកមួយដែលមានទឹកឈាមចាស់នៅក្នុងហ្នឹងវាមិនមានជាកត្តាជាក់លាក់ណាមួយដែលថាកើតគីនឹងមកពីអីទេណាប៉ុន្តែគេដឹងបានថាមានការលូតលាស់ខុសទីតាំងនៃភ្នាករដូវហើយកត្តាមួយចំនួនតូចអាចមកពីដំណពូជបញ្ហាប្រព័ន្ធអរម៉ូនណាបញ្ហាប្រព័ន្ធការពារអរម៉ូននោះដូចជាពួក estrogen អញ្ចឹងទៅណាការវះកាត់នៅក្នុងពោះនោះក៏បណ្ដាលឲ្យមានឃើញអាគីឈាមរដូវនោះដែរណាពេលខ្លះទៀតគេអាចហៅវាថាជាគីទឹកសូកូឡាឬក៏ជាភាសាបរទេសគេហៅថា chocolate sea ដោយសារតែពណ៌របស់វានឹងហើយតែគេកំណត់បែបហ្នឹងហើយគីនេះវាអាចប៉ះពាល់ទៅលើទូនាទីរបស់ ovaria ដែលខ្មែរយើងតែងតែហៅថាមេជីវិតហ្នឹងណាដែលកាត់បន្ថយចំនួនពងមេជីវិតនិងការរំខានដល់ការខ្ជាក់ចេញនៃពងរបស់មេជីវិតត្រឡប់មកកាន់សំណួររបស់យើងវិញតើខ្ញុំអាចមានកូនបានដែរឬទេចម្លើយគឺនៅតែបានអ្នកនៅតែអាចមានកូនទោះបីជាអ្នកមានគីឈាមរដូវក៏ដោយអាស្រ័យលើកត្តាមួយចំនួនដូចជាអាយុរបស់អ្នកណាទំហំរបស់គីការផ្ទុកបរិមាណពងមេជីវិតតិចនៅក្នុងអូវែហើយបើសិនជាបញ្ហាអស់ហ្នឹងវាកើតទៅលើអូវែទាំងពីរទៀតអត្រាមានកូនហ្នឹងវាតិចជាងមុនទៀតហើយមិនតែកត្តាអូវែហ្នឹងទេមេជីវិតញីទេអាចនឹងកត្តាដៃស្បូនទាំងពីរទៀតណាដៃស្បូនទាំងពីរបើកើតតែម្ខាងក៏មិនអីបើកើតសងខាងវាអត់ទៅបានស្ត្រីខ្លះទៀតអាចមានកូនដោយធម្មជាតិខ្លះវិញទៀតត្រូវការជំនួយពីគ្រូពេទ្យដូចជាការវះកាត់ឬការព្យាបាលឲ្យមានកូនដែលហៅថា IVF ហ្នឹងឬក៏យើងហៅថាការបង្កកំណត់ក្រៅជំរើសការព្យាបាលសម្រាប់ឲ្យមានកូនមាន3ដំណាក់កាលទី1ព្យាយាមដោយធម្មជាតិរយៈពេល6ខែបើអាយុយើងលើសពី35ឆ្នាំឬក៏12ខែបើសិនជាអាយុរបស់យើងលើសក្រោមឬក៏អាយុឬក៏រយៈពេល12ខែបើសិនជាអាយុក្រោម35ឆ្នាំដំណាក់កាលទី2ហ្នឹងគឺយើងធ្វើការវះកាត់ណាមាន2វះបើកឬក៏វះចោះយកគីឈាមរដូវចេញនិងជួយជំរុញឲ្យមានកូនដំណាក់កាលទី3វិញគឺយើងធ្វើ IVF ការបង្កកំណត់ក្រៅបើសិនជាព្យាយាមបែបធម្មជាតិមិនជោគជ័យទៀតឬទុកបរិមាណពងមេជីវិតតិចនៅក្នុងអូវែពេលដែលយើងផលិតទៅឃើញអញ្ចឹងគឺយើងធ្វើ IVF ហើយអត់ឆ្លងកាត់ដំណាក់កាលទី1ទី2ទេណាសូមបញ្ជាក់ឲ្យមានការប្រុងប្រយ័ត្នជាមុនការវះកាត់យកគីចេញហ្នឹងក៏កាត់បន្ថយការផ្ទុកបរិមាណពងមេជីវិតដែលវាធ្វើឲ្យតិចជាងមុននៅក្នុងអូវែដែរអញ្ចឹងណាមុនធ្វើការសម្រេចចិត្តវះកាត់ត្រូវថ្លឹងថ្លែងឲ្យបានច្បាស់ណាហើយនឹងជួបគ្រូពេទ្យជំនាញទៅហើយតើពេលណាយើងគួរតែជួបជាមួយគ្រូពេទ្យជំនាញបើយើងព្យាបាលបែបធម្មជាតិរយៈពេល6ទៅ12ខែហើយមិនជោគជ័យឬគីនឹងវាធំឬក៏វាមកវាធំស្រាប់ហើយឬក៏ចង្កាមកទូចទេប៉ុន្តែនៅយូរទៅវារីកធំទៅអាហ្នឹងក៏យើងជួបនឹងគ្រូពេទ្យជំនាញទៅឬគីនឹងវាធ្វើឲ្យឈឺចាប់ខ្លាំងមានន័យថាវាចុកវាឈឺអីយើងទ្រាំបានទេអាហ្នឹងយើងជួបគ្រូពេទ្យជំនាញហើយណាវាគឺជាពេលដែលល្អបំផុតត្រូវមកជួបគ្រូពេទ្យជំនាញខាងស្ត្រីឬក៏គ្រូពេទ្យជំនាញខាងព្យាបាលឲ្យមានកូនណា
ជុកពីនឹងយើងពិនិត្យឈាមនិងពិនិត្យអេកូក្នុងគោលបំណងត្រឹមត្រូវថាគួរធ្វើបែបណានឹងចំណេញដល់អ្នកជំងឺខ្ញុំសូមផ្ដល់សារលើកទឹកចិត្តមួយគីឈាមរដូវអាចជាបញ្ហាប៉ុន្តែមានស្ត្រីជាច្រើនជួបបញ្ហានឹងនៅតែអាចមានកូនដោយសុខភាពល្អទៀតដូច្នេះសូមកុំអស់សង្ឃឹមអ្នកមិនមានតែម្នាក់ឯងទេជាមួយការជួយដែលត្រឹមត្រូវការមានផ្ទៃពោះនៅតែអាចទៅរួចសូមចុច Subscribe និងតាមដានដើម្បីទទួលបានព័ត៌មានសុខភាពស្ត្រីនិងការណែនាំល្អៗឲ្យមានកូនពីគ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រីសូមអរគុណ